នេះហេតុផលបងប្អូនមួយចំនួនគាត់ទៅយកមកឈាមឬក៏មន់ឆ្នាក់អីក៏ដោយដែលយកទៅលេងហើយវាគិតតែពីពពុកដីគឺវាបែបហ្នឹងបងប្អូនដោយសារតែមន់យើងអត់សូវទម្លាក់ដីច្រើនណាអញ្ចឹងយើងអាសាទម្លាក់ដីទៅអត់អីទេនេះខ្ញុំខានទម្លាក់ដីវាខ្ញុំអត់សូវមានពេលទម្លាក់ដីវាដោយសារតំបន់ខ្ញុំភ្លៀងឥឡូវខ្ញុំចាប់ដើមថែវាវិញហើយបងប្អូនឃើញវាមកគឺវាពុកតែដីទេនេះខ្ញុំអត់បានយកមកលេងទេហើយនេះខ្ញុំយកមកឲ្យវាស្គាល់ព្រៃវិញម្ដងតិចចឹងណាហើយនេះបងប្អូនឃើញទេហើយផលដែលបងយកទៅឲ្យមន់ក៏ទៅពពុកដីគឺបែបហ្នឹងហើយអញ្ចឹងយើងទម្លាក់ដីឲ្យវាលេងឲ្យច្រើនទៅព្រៃវាលែងពពុកហើយខ្ញុំមានតែប៉ុណ្្នឹងហើយសម្រាប់បទពិសោធន៍ណាចែកម្លែកទៅកាន់បងប្អូនយើងដែលគាត់អត់ទាន់បានដឹងអញ្ចឹងបើមានបងណាមានបទពិសោធន៍ថ្មីអីហើយក៏មានចម្ងល់អីថ្មីអីពាក់ព័ន្ធជាមួយនឹងការផ្សាំងមន់ឬក៏ការចិញ្ចឹមមន់ថែទាំមន់អីចង់ដឹងអីខមមិនខាងក្រោមមកចាំមើលខ្ញុំហើខមមិនណាខ្ញុំតបបងប្អូនយើងអ្វីដែលខ្ញុំដឹង